រឿងភ្នំយ៉ាតនៅខេត្តបៃលិនរឿងព្រេងភ្នំយ៉ាតនៅខេត្តបៃលិនប្រជុំរឿងព្រេងខ្មែរភាគ6ទំព័រ77ដល់ទំព័រ83មុននឹងចូលទៅដល់រឿងព្រេងយើងសូមណែនាំអ្នកស្ដាប់ឲ្យស្គាល់អំពីភូមិភាគបបៃលិនបន្តិចសិនព្រោះភូមិភាគស្ថិតនៅឆ្ងាយពីរាជធានីហើយដែលមានទំនៀមទម្លាប់ប្លែកណាស់ផងដើមឡើយអ្នកស្រុកបបៃលិនសុទ្ធសឹងតែជាជនជាតិកូឡាទាំងអស់មករស់នៅដោយសារការប្រាថ្នាមកជីកយកត្បូងដែលមាននៅកប់ក្នុងដីត្រង់ជ្រលងនៃភ្នំភូមិភាគនោះដំបូងនោះពួកកូឡាទាំងនេះគ្មានបង់ពន្ធដារចុះចូលក្នុងរាជការទេព្រោះពិតមែនតែដីត្រង់នេះជាដីខ្មែរដែលកាលនោះនៅក្នុងអំណាចសៀមនៅឡើយក៏រាជការសៀមពុំបានចាប់ផ្លឹកនឹងពួកអ្នកស្រុកនេះដែរលុះត្រាតែមកដល់គ្រិស្តសករាជ1881ដោយសារតែពួកនេះទាស់តែងគ្នាទើបនាំឲ្យលេចលឺរឿងនេះទៅដល់រាជការសៀមនៅខេត្តច័ន្ទបុរៈរាជការសៀមក៏ចាត់ឲ្យមានមេភេស៊ីហូតពន្ធលើអ្នកជីកត្បូងទាំងនេះមេភេស៊ីកាលនោះមានឈ្មោះថាម៉ុងខុនទីដែលជាមេក្រុមពួកកូឡាដែលធ្វើដំណើរស្វែងមករកឃើញកន្លែងនៅទីនោះដើមហេតុគឺម៉ុងខុនទីបាននាំយកត្បូងទៅដល់ក្រុងបាងកកហើយតាក់ទងនឹងកុងស៊ុលអង់គ្លេសសុំឲ្យកុងស៊ុលនោះនាំខ្លួនទៅគាល់ព្រះចៅក្រុងសៀមទើបព្រះចៅតែងតាំងឲ្យធ្វើជាមេភេស៊ីហូតពន្ធហើយជាមេក្រុមនៃពួកកូឡាទាំងអស់ផងដែលតាំងងារជាលួងមនីយុទ្ធនាគឺលួងមនីនេះហើយដែលកសាងវត្តអារាមជាច្រើនកន្លែងនៅក្នុងតំបន់បៃលិនរហូតមកដល់គ្រិស្តសករាជ1904ដែលរាជការសៀមត្រូវប្រគល់ដីខេត្តបាត់ដំបងមលូព្រៃស្ទឹងត្រែងថ្វាយមកព្រះចៅផែនដីខ្មែរព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិវិញនោះដែនដីបៃលិនក៏ត្រូវរាជការបារាំងគេទៅកាន់កាប់ដោយតាំងប្រតិភូនៃរេស៊ីដង់ប្រចាំខេត្តហើយឲ្យប្រតិភូនេះមើលកាន់កាប់ហូតពន្ធដារក្នុងការប្រកបអាជីវកម្មយកត្បូងនេះមិនតែប៉ុណ្ណោះគេក៏រៀបចំធ្វើថ្នល់មកកាន់ទីប្រជុំជនបាត់ដំបងគឺជាថ្នល់ដែលមាននៅសប្តាហ៍ថ្ងៃប៉ុន្តែកាលនោះគេគ្រាន់តែយកពន្ធដារពុំបានគិតពីការកសាងអ្វីៗជាឧត្តមប្រយោជន៍ដល់អ្នកស្រុកភូមិភាគនេះទេរហូតមកដល់សម័យសង្គមរាស្ត្រនិយមទើបទីប្រជុំជនបៃលិនបានផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនរណាខានទៅតែ2ឆ្នាំលុះទៅម្ដងទៀតស្ទើរតែលែងស្គាល់គេឃើញគ្រឹះស្ថានរាជការក៏ស្អាតសង់ពីបាយអមានសាលារៀនមន្ទីរឃោសនាការផ្សារក៏សុទ្ធតែធ្វើពីបាយអយ៉ាងល្អដែរផ្ទះអ្នកផ្សារក៏រៀបរយល្អគួរជាទីមនោរម្យដូចជាទីប្រជុំជនធំដែរអាស្រ័យដល់ការរៀបចំស្អាតបាតនេះហើយបាននាំឲ្យមានទេសចរចេញចូលទស្សនាលំហែកាយនៅទីនោះរឹតតែច្រើនឡើងដូច្នេះការចង់ដឹងចង់ឮអំពីប្រវត្តិពងសាវតានៃភូមិភាគនេះក៏រឹតតែច្រើនឡើងដែរសេចក្តីពណ៌នារបស់យើងទាំងប៉ុន្មាននេះក៏គ្រាន់តែជាការឆ្លើយតបនឹងសេចក្តីត្រូវការទាំងនេះឯងប៉ុន្តែជាធម្មតាណាស់នៅស្រុកខ្មែរយើងតែកាលណាពោលពីប្រវត្តិត្រង់ណាមួយពិតជាកើតមានរឿងព្រេងផ្សំជាមួយការពិតជាក់ជាមិនខានបើទីណាមានដើមកំណើតឆ្ងាយរឿងព្រេងនោះក៏បែបជាឆ្ងាយសឹងតែរកជឿមិនកើតឯទីណាទើបនឹងកើតថ្មីរឿងព្រេងក៏ថ្មីលាយឡំការពិតចូលក្នុងនោះច្រើនទៀតដូចជាភូមិភាគបៃលិននេះជាអាចដោយសារតែបៃលិនទើបតែកើតមានឈ្មោះមានសម្លេងក្នុងរវាងគ្រិស្តសករាជ1881ប៉ុណ្ណោះរឿងព្រេងនៅតំបន់នេះក៏ស្រដៀងនឹងរឿងមែនតែនគ្រាន់តែមានលាយឡំជំនឿព្រះឥន្ទទេវតាខ្មោចអារក្សអ្នកតាចូលច្របល់ជាមួយផងប៉ុណ្ណោះយើងលើកយករឿងព្រេងនៅភ្នំយ៉ាតមកអធិប្បាយមានដូចតទៅនេះកាលនោះមានប្តីប្រពន្ធ2នាក់មានឈ្មោះយ៉ាតដូចគ្នាគឺប្តីឈ្មោះយ៉ាតប្រពន្ធក៏ឈ្មោះយ៉ាតរស់នៅប្រកបរបរជីកត្បូងនៅស្រុកបបៃលិននោះលុះចាស់ជរាហើយគាត់ពុំអាចទៅធ្វើការងារធ្ងន់ដូចសពដងបានឡើយគាត់ក៏ទៅសំណាក់ធរនៅលើភ្នំមួយដែលយើងហៅថាភ្នំយ៉ាតសពថ្ងៃទាំង2នាក់ប្តីប្រពន្ធអ្នកផងក៏នាំគ្នាសន្មតយកឈ្មោះគាត់ធ្វើជាឈ្មោះភ្នំនេះឡើងព្រោះការសន្មតនេះគេពុំអាចនឹកនារកនៃយ៉ាងណានោះទេគ្រាន់តែឲ្យស្រួលហៅស្រួលសម្គាល់ប៉ុណ្ណោះត្បិតនៅបៃលិនមានកំពូលភ្នំខ្ពស់ឡើងជាច្រើនកន្លែង
ដូច្នេះបើទីណាមានភាពសម្គាល់ដូចម្ដេចគេក៏នាំគ្នាសន្មតយកតាមភិនភាគនោះធ្វើជាឈ្មោះឡើងនៅពេលនោះអ្នកស្រុកបៃលិនខ្លះដែលធ្លាប់យកត្បូងទៅលក់ឯស្រុកសៀមញឹកញាប់ហើយគេធូរប្រាក់កាសផងគេក៏ទិញកាំភ្លើងដៃខ្លះកាំភ្លើងវែងខ្លះសម្រាប់យកមកការពារសម្បត្តិទ្រព្យភូមិឋានរបស់គេតែនៅពេលអបសុកអ្នកទាំងនោះតែងតែយកកាំភ្លើងទៅបាញ់សត្វលេងពេញព្រៃដោយស្រុកនោះសម្បូរព្រៃស្ដុកណាស់ផងការបរបាញ់សត្វនេះនាំឲ្យផ្អើលដល់ពួកអារក្សអ្នកតានៅក្នុងព្រៃនោះថ្ងៃមួយអ្នកតាមួយដ៏មានឫទ្ធិជាងគេបានតំណែងខ្លួនមកជួបជាមួយនឹងតាយ៉ាតនិងយាយយ៉ាតដើម្បីផ្ដាំផ្ញើឲ្យនិយាយនឹងពពួកអ្នកបាញ់ទាំងនោះថាកុំឲ្យដើរបាញ់ទៀតនាំឲ្យពពួកអារក្សអ្នកតាទាំងអស់ភ័យរត់ខ្ចាត់ខ្ចាយកូនចៅវង្វេងវង្វាន់គ្នាអស់ហើយដូច្នេះសូមឲ្យតែលែងបាញ់ចុះយើងនឹងជួយពួកនេះឲ្យរកឃើញត្បូងថ្មថ្លៃឲ្យបានធ្វើជាអ្នកមានច្រើនគ្នាឡើងប៉ុន្តែបើបានជាអ្នកមានហើយត្រូវនាំគ្នាកសាងជាវត្តមួយនៅលើទីកន្លែងភ្នំនេះមិនតែប៉ុណ្ណោះត្រូវលេងភ្លេងរាំកង្កោករៀងរាល់ថ្ងៃសិលផងផ្ដាំផ្ញើរួចហើយអ្នកតាក៏អន្តរធានខ្លួនបាត់ទៅវិញភ្លាមឯយាយយ៉ាតតាយ៉ាតក៏នាំរឿងនេះទៅផ្សាយប្រាប់ពួកអ្នកស្រុកទាំងអស់ឲ្យដឹងគ្រប់គ្នាអ្នកស្រុកក៏ព្រមគោរពតាមបំណងអ្នកតានោះរហូតមកនេះជារឿងមួយដែលតាក់ទងនឹងភ្នំយ៉ាតឯរឿងមួយទៀតដែលតាក់ទងនឹងឈ្មោះបៃលិននោះមានដោយឡែកផ្សេងទៅទៀតតាមអ្នកស្រុកលើកឡើងថាពាក្យបៃលិននេះคล้ายមកពីពាក្យថាភេលេងព្រោះគេមាននិទានរឿងដើមបញ្ជាក់ផងថាកាលនោះមានអ្នកប្រមាញ់ដេញតាមដានសត្វព្រៃចេះតែឆ្ងាយទៅរហូតដល់ភូមិភាគបៃលិនសពថ្ងៃដែលគ្រានោះនៅជាព្រៃស្រោងមានវាលចន្លោះខ្លះតែត្រង់ប្រឡាយទឹកដែលហៅថាអូមានអូទងជាដើមក្បែរមាត់អូនេះអ្នកប្រមាញ់បានប្រទះឃើញសត្វភេកំពុងហែលទឹកលុះឃើញមនុស្សមកដល់ភេក៏រត់បាត់អស់ទៅអ្នកប្រមាញ់ចូលទៅមើលត្រង់កន្លែងភេប្រឡែងគ្នានោះក៏ឃើញដុំថ្មតូចមានពន្លឺផ្លេកក៏នាំគ្នារើសយកម្នាក់មួយដុំទុកយកទៅបង្ហាញញាតិមិត្តឯស្រុកខ្លួនវិញលុះទៅដល់ស្រុកតាមនិយាយថាពួកកូឡាដែលមករស់នៅក្នុងខេត្តចន្ទបុនស្រុកសៀមស្គាល់ថាថ្មនេះមានតម្លៃគេក៏យកទៅវាយបំបែករួចច្នៃជាត្បូងឡើងក៏ឃើញថាមានទឹកល្អកាលបើដូច្នេះគេក៏នាំគ្នាទៅសួរទិញពីពួកប្រមាញ់នោះទៀតពួកប្រមាញ់យល់ថាជាផ្លូវរកស៊ីមួយហើយក៏ព្យាយាមនាំគ្នាឆ្ពោះទៅយកថ្មនេះពីកន្លែងមុនជាញឹកញាប់ការទៅមកញឹកញាប់នេះហើយទើបអ្នកទាំងនោះសន្មតឈ្មោះទីកន្លែងត្រង់នេះថាកន្លែងភេលេងយកតាមសភាពដែលគាត់ប្រទះឃើញជាដំបូងនោះប៉ុន្តែដែលហេតុពួកអ្នកទាំងនេះនៅស្រុកសៀមក៏អានពាក្យនេះคล้ายទៅជាតាមសំឡេងសៀមបន្តិចទៅគឺភេទៅជាភេឯលេងទៅជាលេនឬលិនដូច្នេះរួមមកទៅជាភេលិនលុះសម័យបារាំងទៅកាន់កាប់ទីតំបន់នេះក៏គេសរសេរឈ្មោះនេះជាអក្សររ៉ូម៉ាំងតាមសំឡេងផងតាមរូបសាស្ត្រផងថាជាផាលិនចំណេរតមកក៏คล้ายទៅជាផៃលិនហើយតមកដោយបារាំងអានគ្មានខ្យល់អក្សរអេកគេក៏លុបអេកចោលទៅនៅសល់តែបៃលិនសេចក្តីអធិប្បាយមកនេះមានទំនងជាដើមកំណើតស្រុក monographic ជាជាងរឿងព្រេងដើម្បីជាប្រយោជន៍ដល់អ្នកស្រាវជ្រាវនៅពេលខាងមុខទៀតប៉ុន្តែមានទំនងខ្លះចង់ទៅជារឿងព្រេងដែរត្បិតមានលាយឡំជំនឿខ្មោចអារក្សអ្នកតាលាយឡំជាមួយផង